សម្រាប់អ្នកដែលចង់ខ្លាចជាអ្នកនិពន្ធអញ្ចឹងយើងអាចរៀនសរសេរដោយខ្លួនឯងបានឬក៏តើគ្នាសរសេរអត់ដឹងទៅណាទៅណីអីយើងអាចយកមករៀននិពន្ធបានអញ្ចឹងតើគ្នាក៏ប៉ុន្តែការនិពន្ធសភៅការបរៀនតែនិពន្ធអីវាដូចវាជារឿងធម្មតានិងងាយស្រួលមែនទែនសម្រាប់ខ្ញុំអញ្ចឹងតើគ្នាទាំងទៅបានចេះតែបើកបរៀនពេលបើកបរៀនក៏បានរៀនសូត្រអំពីខ្លួនឯងជាមួយនឹងកូនសិស្សដទៃទៀតអញ្ចឹងពីមួយចំនួនទៅមួយចំនួនពីមួយឆ្នាំទៅមួយឆ្នាំគឺយើងបានរៀនសូត្រច្រើនមែនទែនជាមួយអ្នកនិពន្ធហើយយើងអត់នឹកស្មានទេតើគ្នានៅតែនិយាយដដែលអញ្ចឹងថាការធ្វើជាអ្នកនិពន្ធការសរសេររឿងអីនៅតែជាមុខរបរមួយដែលចម្លែកនិយាយទៅម៉ែអើយដល់ឆ្នាំ2026ហ្នឹងវានៅតែជាមុខរបរចម្លែកដែលអ្នកផ្សេងគាត់អត់ដែលដឹងនិពន្ធហ្នឹងបែបណាអញ្ចឹងណាមែនតើទៅយើងរត់ទីផ្សារជាមួយសភៅហ្នឹង 4-10 ឆ្នាំទៅអស់គ្នាអញ្ចឹងយើងដឹងហ្មងថាអ្នកណាមានស្នាដៃមិនអ្នកណាមានស្នាដៃមិនអញ្ចឹងណាប៉ុន្តែសង្កេតមួយទៅអស់គ្នាអ្នកដែលនៅលក់សភៅបាននៅតែលក់បានអ្នកអត់មានអ្នកទិញនៅតែមានអ្នកទិញអញ្ចឹងវាមានចំណុចជាច្រើនដែលយើងមកអង្គុយជជែកគ្នានិយាយគ្នាប្រាប់ថាខុសអីគេត្រូវអីគេអញ្ចឹងខ្ញុំប្រាប់ដល់គ្នាខ្ញុំលក់សភៅរាប់ពាន់ក្បាលរាល់ថ្ងៃហ្នឹងខ្ញុំនៅតែកែកំហុសខ្លួនឯងរាល់ថ្ងៃនិយាយមែនខ្ញុំមិនមែនជាអ្នកនិពន្ធខ្លាំងអីមកពីប្រទេសណាទេចង់និយាយចឹងណាថាបើយើងខុសតិចកែតិចខុសច្រើនកែច្រើនហើយកុំបាក់ទឹកចិត្តឬក៏កុំបោះបង់ក្តីសម័យជាអ្នកនិពន្ធរបស់យើងហើយត្រូវគិតថាធ្វើអ្នកនិពន្ធវានឹងមិនបានលុយទេប៉ុន្តែយើងនឹងបានក្តីសុខត្រឡប់ទៅវិញធ្វើជាអ្នកនិពន្ធយើងអាចនឹងបាត់បង់ឱកាសនឹងក៏ដូចក្តីសម័យមួយចឹងប៉ុន្តែត្រូវដឹងថាយើងអូខេយ៉ាអូខេខ្ញុំផ្លេចចុះឈ្មោះចូលរៀនតែនិពន្ធជាមួយនឹងបញ្ជនកម្ពុជារបស់យើងតើគ្នារៀននិពន្ធទៅធានាថាដឹងតែចេះនិពន្ធហ្មងខ្ញុំធានាឲ្យភ័យខ្ញុំច្រើនដល់បើយើងមានស្នាដៃតិចពេកយើងអាចបរៀនបានទេតែឥឡូវស្នាដៃខ្ញុំច្រើនខ្លាំងចង់សើមកេតក៏មានរឿងខ្មោចក៏មានរឿង BL ក៏មានរឿង BG ក៏មានយ៉ាងហើយយើងមានរបស់ល្អច្រើនទៀតដល់គ្នាដែលអត់តបច្ចេកអញ្ចឹងយើងមានភពវេទមន្តដល់គ្នាភពវេទមន្តភពបិសាចហ្នឹងយើងដេកគិតរាប់ឆ្នាំដល់គ្នាយើងបើកភពវេទមន្តយើងបើកភពបិសាចយើងបើកមករាប់ឆ្នាំប៉ុន្តែយើងដេកគិតទៀតថាយើងគួរធ្វើបែបណាដើម្បីឲ្យសភៅយើងចេញទៅល្អអានល្អមើលហើយវាថ្មីប្លែកមែនតើដល់គ្នាវាថ្មីប្លែកមែនតើដែល support ពេលណាដល់គ្នានឹងវ៉ាវតែម្ដងនិយាយទៅវ៉ាវអូនឹកស្មានថាមានសភៅលុយអញ្ចឹងណាក្តីសម័យជាអ្នកនិពន្ធហើយតែប៉ុន្តែនិពន្ធសភៅក៏អាចរកលុយបានដែរដល់គ្នាតែគាត់ថាយើងត្រូវការរៀនសូត្រឲ្យបានចេះដឹងឲ្យច្បាស់លាស់យល់មានថាវាដូចសាកលវិទ្យាល័យមួយដែលយើងត្រូវរៀនសូត្រពីលេខ1ដល់លេខ100ហើយការធ្វើជាអ្នកនិពន្ធគឺធ្វើជាខ្លួនឯងយើងចង់ច្រៀងឡូឡាមិនទៅសេមិនជារបស់យើងហើយយើងផ្សាយអាហ្នឹងទៅបន្តមកទៀតយើងចាប់ផ្ដើមមានគេស្គាល់ច្រើនគេទិញស្នាដៃរបស់យើងវាជារឿងធម្មតាបែបចឹងអ្នកនិពន្ធគឺជាអ្នកដែលលក់គំនិតលក់ការច្នៃប្រឌិតលក់ភាពថ្មីប្លែកៗចឹងតោះគ្នាឃើញចឹងខ្ញុំត្រូវជេរគេខ្ញុំជេរគេព្រោះខ្ញុំជាមនុស្សខ្ញុំត្រូវចេះខឹងចេះអីខ្ញុំត្រូវទៅទទួលយកអស់ហ្នឹងខ្ញុំត្រូវបរៀនខ្ញុំបរៀនអញត្រូវបរៀនអញ្ចឹងខ្ញុំត្រូវទៅជួបមិត្តភ័ក្តិត្រូវជួបអ្នកធំអ្នកតូចឲ្យលំទោនអញ្ចឹងត្រូវយល់ថាកាលៈទេសៈបាទកាលៈទេសៈគឺត្រូវតែបត់បែនកាលណាតែយើងមិនបត់បែនយើងមិនអាចចូលសង្គមនេះចុះហ្នឹងហើយបើយើងជួបអ្នកលេងយើងត្រូវទៅលេងតែបើយើងលេងឈ្នះគេយើងរត់សិនទៅអញ្ចឹងណាអញ្ចឹងវាអត់មានរបៀបរបបអីច្រើនទេគឺអ្នកនិពន្ធត្រូវសរសេរអីគិតអីសេហ្នឹងមានចំណុចអីពិសេសមើលទៅជុំវិញខ្លួនយើងទៅភាពប្រធានបទអីគេសរសេរអាហ្នឹងចូលមកហើយវាខ្លាចជាសភៅមួយក្បាលបាត់